មានសេចក្តីរាយការណ៍ច្រើនបាទតាក់ទងជាមួយនឹងប្រទេសចិនគឺលោកស៊ីជីនពីងបាទដកមេតបអ្នកដែលមានទំនាក់ទំនងជាមួយនឹងយោធានេះចំនួន9រូបទៀតហើយបើយោងតាមសេចក្តីរាយការណ៍នេះគឺអ្នកតាក់តែងច្បាប់ឬក៏ខាងសមាជិកសភារបស់ចិនបាទត្រូវបានខាងលោកស៊ីជីនពីងដកតំណែងគាត់មានជាឧត្តមសេនីយ៍តែម្ដងឧត្តមសេនីយ៍នៃកងទ័ពរំដោះប្រជាជនចិនហ្នឹងគឺចំនួន5នាក់ត្រូវបានដកចេញពីឋានៈជាសមាជិកសភាបាទខាងទាហានដូចថាសមាជិកសភាមានតំណែងមកពីខាងទាហានហ្នឹងបាទត្រូវបានដកចេញបាទនេះបើយោងតាមសេចក្តីថ្លែងការណ៍មួយរបស់ខាងគណៈកម្មាធិការកណ្ដាលរបស់ខាងសភាបាទសភារបស់ប្រជាជនចិនដែលបានបញ្ជាក់កាលពីថ្ងៃទី26ខែកុម្ភៈកន្លងមកនេះអ្នកទី1គឺលោកលីជាហូមីងបាទដែលបានធ្វើជាមេបញ្ជាការនៃកងកម្លាំងជើងគោករបស់កងទ័ពរំដោះប្រជាជនចិនហ្នឹងហើយនឹងមួយទៀតគឺឈ្មោះសិនជីនឡុងបាទដែលជាអតីតមេបញ្ជាការនៃកងទ័ពជើងទឹករបស់ចិនបាទក៏ត្រូវបានបណ្ដេញចេញពីតំណែងរបស់ខាងសភារបស់ប្រជាជនចិននឹងផងដែរអ្នកដែលត្រូវបានដកចេញបន្ថែមទៀតហ្នឹងគឺក៏មានអតីតស្នងការនយោបាយនៃខាងកងទ័ពជើងទឹករបស់ចិនកងទ័ពជើងអាកាសរបស់ចិនហើយនឹងក៏មានខាងផ្នែកគ្រប់គ្រងខាងផ្នែកព័ត៌មានផងដែរបាទគឺមានលោកជីងសៀងយូចុងហ្វូលីវេបាទឈ្មោះគាត់ខាងចិនប្រឹងអានមើលស្តៀងចិនអត់ទេអ្នកចេះចិនកុំផ្សាយបាទហើយក៏មានមេបញ្ជាការយោធាជាច្រើនទៀតផងដែរហើយនឹងខាងមន្ត្រីដែលនៅខាងខេត្តថ្នាក់ខេត្តមួយចំនួនទៀតអ្នកដែលគេថាទាហាននោះគឺ9នាក់ក៏ប៉ុន្តែក្រៅពីនឹងក៏មានមេបញ្ជាការអ្នកដែលថា9នាក់នោះគឺឧត្តមសេនីយ៍បាទឧត្តមសេនីយ៍ហើយក្រៅពីនោះគឺមេបញ្ជាការយោធាផ្សេងទៀតដែរហើយនៅមន្ត្រីថ្នាក់ខេត្តមួយចំនួនផងដែរក្នុងនោះគឺមានលោកស៊ុនឆាវចេងបាទស៊ុនឆាវចេងដែលជាអតីតមេបកសម្រាប់តំបន់នៅក្នុងម៉ុងហ្គូលីក៏ត្រូវបានដកចេញផងដែរបាទហើយការវិវត្តនេះគឺកើតមានឡើងគឺបន្ទាប់ពីមានការស៊ើបអង្កេតពាក់ព័ន្ធជាមួយនឹងមេដឹកនាំយោធាកម្ពុជាមួយចំនួនបាទក្នុងនោះគឺមានមេបញ្ជាការរងលោកសាងយូសៀបាទដែលចាប់ក្នុងពេលមុនគឺដែលបានរងការស៊ើបអង្កេតនោះបាទរងការស៊ើបអង្កេតតាក់ទងជាមួយនឹងការរំលោភយ៉ាងធ្ងន់ធ្ងរជាមួយនឹងវិន័យហើយនឹងច្បាប់បាទដែលជាពាក្យមួយដែលគេចង់សំដៅទៅលើការប្រព្រឹត្តអំពើពុករលួយក្រសួងការពារជាតិរបស់ចិនក៏បានប្រកាសកាលពីខែមករាផងដែរថាគឺក្រសួងកំពុងតែស៊ើបអង្កេតលោកលាវចិនលីបាទដែលជានាយកសេនាធិការដែលជាតំណែងដ៏ធំនៅក្នុងគណៈកម្មាធិការយោធាមជ្ឈិមរបស់ចិនបាទដែលទទួលបន្ទុកខាងកងទ័ពរួមហើយនឹងជាអ្នកដែលរៀបចំផែនការសម្រាប់ប្រយុទ្ធតែម្ដងហើយបើយោងតាមកាសែត South China Morning Post គឺក្រៅពីឧត្តមសេនីយ៍ទាំង5រូបនោះក៏មានឧត្តមសេនីយ៍4រូបផ្សេងទៀតផងដែរគឺមានលោកឧត្តមសេនីយ៍ឯកនិងឧត្តមសេនីយ៍ឯកមួយរូបហើយនឹងមានបាទឧត្តមសេនីយ៍តូចំនួន2រូបផងដែរក៏ត្រូវបានដកចេញពីបញ្ជីនៃបេក្ខជនសម្រាប់សភារបស់ប្រទេសចិនផងដែរហើយចំណាត់ការនេះគឺកើតមានឡើងក្រោយពីទីក្រុងប៉េកាំងខិតខំរៀបចំសម្រាប់ការជួបប្រជុំនយោបាយប្រចាំឆ្នាំដ៏ធំបំផុតដែលនឹងចាប់ផ្ដើមនៅថ្ងៃទី4ខែមីនានេះហើយបាទក្នុងអំឡុងពេលដែលគេជួបប្រជុំហ្នឹងដែលគេស្គាល់ថាជាការប្រជុំសម័យប្រជុំចំនួន2បាទគឺជាការមួយជួបប្រជុំដើម្បីរៀបចំផែនការនិងគោលនយោបាយរបស់ប្រទេសក៏ដូចជាតាក់ទងជាមួយនឹងបញ្ហាយោធាសេដ្ឋកិច្ចពាណិជ្ជកម្មការទូតផងដែរ